ផ្សេងអត់មានទេច្រកអន្តរជាតិអត់មានទេប៉ោយប៉ែតយើងនេះហើយបងប្អូនឃើញហើយណានៅខាងក្រោយខ្ញុំហ្នឹងគឺទ្វារដៃយើងក៏អត់មានរនាំងបិទបាំងអីដែរអត់មានរនាំងបិទបាំងអីទេណាឥឡូវយើងនិយាយបដាយើងដើរបដាជាមួយគ្នាបងសូមអញ្ជើញទៅខាងមុខទាំងអស់គ្នាឲ្យឃើញថាយើងមិនមានណាការចាក់ដីបិទផ្លូវមុខច្រកឬមួយក៏ដាក់បាវខ្សាច់ឬមួយក៏ដាក់លូអត់មានទេហើយក៏មិនមានរនាំងបិទបាំងអីដែរនៅខាងនេះបងប្អូនឃើញហើយណាចឹងយើងដើរដល់មុខតែម្ដងនេះគឺផ្លូវជាតិលេខ5របស់យើងហើយបាទសូមគោរពនឹងជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី7ខែមិថុនាឆ្នាំ2026ហើយឥឡូវនេះឃើញថាម៉ោងជាង11យប់ហើយបងប្អូនក៏លេខមើលទាំងអស់គ្នានេះគឺនៅច្រកអន្តរជាតិប៉ោយប៉ែតយើងហើយនេះរនាំងដៃទ្វារដៃរបស់យើងបាទហើយនៅខាងនោះគឺច្រកខ្លងលឹករបស់ថៃបាទហើយថ្ងៃនេះខ្ញុំជាមួយនឹងបងដែលធ្វើការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះជាមួយនឹងបងអធិការក្រុងប៉ោយប៉ែតនិងអាវុធហត្ថក្រុងប៉ោយប៉ែតគឺកំពុងស្ថិតនៅច្រកអន្តរជាតិប៉ោយប៉ែតក្នុងវីដេអូឃ្លីបនេះខ្ញុំក៏ចង់បង្ហាញដែរថាមានការលើកឡើងលើបណ្ដាញសង្គមមួយចំនួនដែលលើកឡើងថាមានការចាក់ដីបិទមុខច្រកមួយក៏ដាក់បាវខ្សាច់ឬដាក់លូអីផ្សេងអត់មានទេច្រកអន្តរជាតិអត់មានទេប៉ោយប៉ែតយើងនេះហើយបងប្អូនឃើញហើយណានៅខាងក្រោយខ្ញុំហ្នឹងគឺទ្វារដៃយើងក៏អត់មានរនាំងបិទបាំងអីដែរអត់មានរនាំងបិទបាំងអីទេណាឥឡូវយើងនិយាយបដាយើងដើរបដាជាមួយគ្នាបងសូមអញ្ជើញទៅខាងមុខទាំងអស់គ្នាឲ្យឃើញថាយើងមិនមានណាការចាក់ដីបិទផ្លូវមុខច្រកឬមួយក៏ដាក់បាវខ្សាច់ឬមួយក៏ដាក់លូអត់មានទេហើយក៏មិនមានរនាំងបិទបាំងអីដែរនៅខាងនេះបងប្អូនឃើញហើយណាចឹងយើងដើរដល់មុខតែម្ដងនេះគឺផ្លូវជាតិលេខ5របស់យើងហើយបញ្ជាក់ជូនចឹងថាថ្ងៃនេះគឺថ្ងៃទី7ខែមិថុនាឆ្នាំ2026ហើយយើងខ្ញុំនឹងក្រុមការងារគឺតែងតែធ្វើដំណើរទៅមកហើយយប់នេះគឺខ្ញុំបង្ហាញទស្សនវិជ្ជាផ្ទាល់នៅច្រកអន្តរជាតិប៉ោយប៉ែតរបស់យើងបាទឥឡូវមកដើរលឿនតិចដើម្បីដល់ខាងមុខឲ្យបងប្អូនបានឃើញព្រោះរូបភាពដែលបងប្អូនបានឃើញនៅលើបណ្ដាញសង្គមដែលមានចាក់ដីខ្សាច់ដែលមានចាក់អីផ្សេងមានរនាំងបិទបាំងនោះវាជារូបភាព AI ជារូបភាពបច្ចេកវិទ្យាកែច្នៃណាកែច្នៃនោះទេអញ្ចឹងសូមបងប្អូនបាទពិនិត្យមើលវីដេអូដែលខ្ញុំកំពុងតែផ្សាយជូនបងប្អូននេះជាទស្សនវិជ្ជាជាក់ស្ដែងនៅទីនេះណាมันមានទេឥឡូវនេះបងប្អូនឃើញណាច្រកអន្តរជាតិប៉ោយប៉ែតច្រកទ្វារអន្តរជាតិប៉ោយប៉ែតយើងបាទហើយនេះផ្លូវជាតិលេខ5តោះទៅដល់មុខតិចទៀតណាបាទអញ្ចឹងសូមបងប្អូនក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មានទាំងអស់គ្នាពីស្ថានភាពជាក់ស្ដែងនៅនឹងក្រុងប៉ោយប៉ែតរបស់យើងពិសេសគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែតរបស់យើងបាទហើយខាងនេះគឺផ្លូវធ្វើចរាចរណ៍បែកពីផ្លូវជាតិលេខ5ទៅខាង Holiday ហើយខាងនេះគឺទៅខាងផ្កាយ5ទៅខាងដើមស្រល់អញ្ចឹងបងប្អូនឃើញផ្លូវជាតិលេខ5នៅចរាចរណ៍ធម្មតាណាហើយនេះឲ្យមើលទៅទល់មុខយើងទៅខាងនោះរូបសំណាកលោកតារាជចាក់ឡើងទៅផ្សារអគ្គវិញគេបងប្អូនឃើញផ្លូវជាតិលេខ5គឺច្បាស់ចាស់អញ្ចឹងអត់មានពំនូកខ្សាច់អត់មានលូបិទផ្លូវអត់មានបាវខ្សាច់អីដូចជារូប AI ដែលបង្ហោះលើ Facebook ទេអញ្ចឹងសូមបងប្អូនមេត្តាជ្រាបទាំងអស់គ្នាខ្ញុំនៅបញ្ជាក់អញ្ចឹងណានេះគឺរាត្រីថ្ងៃទី7ខែមិថុនាឆ្នាំ2026បាទអញ្ចឹងសូមបងប្អូនទទួលជ្រាបទាំងអស់គ្នាសូមអរគុណបាទ